សូមជូនរឿងស្នេហ៍ពិតមិនគិតមានក្របភាគទី8ការប្រកួតប្រជែងនិងការប្រកាសក្នុងអនាគតវីរៈនិងសុភ័ក្រចាប់ផ្ដើមអនាគតថ្មីជាមួយគ្នាទោះជាម្ដាយសុភ័ក្រមិនទាន់ទទួលយកវីរៈដោយចិត្តពិតក៏ដោយប៉ុន្តែយ៉ាងហោចណាស់គាត់មិនបានរារាំងទៀតឡើយការប្រកួតប្រជែងក្នុងការងារប៉ុន្មានខែក្រោយមកវីរៈក្នុងការិយាល័យខ្ញុំត្រូវតែខិតខំឲ្យលើសគេបើខ្ញុំចង់មានអនាគតល្អទៅចេះទៅចង់វីរៈបន្តរីកចម្រើនលូតលាស់ក្នុងការងាររបស់គាត់កាន់តែខ្លាំងគាត់ជាស្ថាបនិកនៃក្រុមការងារថ្មីដែលបានធ្វើឲ្យក្រុមហ៊ុនមានភាពរីកចម្រើនយ៉ាងខ្លាំងមិនយូរប៉ុន្មានគាត់ត្រូវបានគេចាត់ទុកថាជាបេក្ខជនអាចឡើងតំណែងជាអ្នកគ្រប់គ្រងប្រតិបត្តិបានសៀវប្រកាសទាំងស្រុងក្រុមហ៊ុននឹងជ្រើសរើសប្រធានផ្នែកថ្មីក្នុងខែក្រោយតើនរណានឹងឈ្នះប្រធានផ្នែកបច្ចុប្បន្នមើលវីរៈយើងនឹងមើលថាតើឯងអាចបំពេញតួនាទីនេះបានដែរឬអត់វីរៈធ្វើរកពីធម្មតាខ្ញុំនឹងធ្វើឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំហើយមិនធ្វើឲ្យលោកប្រធានអស់សង្ឃឹមទេតែការប្រកួតប្រជែងមិនងាយឡើយមានបេក្ខជនដ៏មានសមត្ថភាពច្រើនអ្នកបានដាក់ពាក្យចំពោះមុខតំណែងនេះសុភ័ក្រជួយវីរៈសុភ័ក្រក្នុងផ្ទះបងវីរៈបងតែងតែប្រកួតប្រជែងតែម្នាក់ឯងអូនអាចជួយបងបានអីខ្លះវីរៈញឹមបងគ្រាន់តែចង់ឲ្យអូននៅពីក្រោយបងឲ្យបានសុខស្រួលបំផុតនិងលើកទឹកចិត្តបងញឹមដាក់បងបានហើយអូនជាកម្លាំងចិត្តរបស់បងសុភ័ក្របងមានឧបសគ្គអីខ្លះបងអាចនិយាយឲ្យអូនស្ដាប់បានវីរៈដកដង្ហើមអ្នកគ្រប់គ្រងប្រតិបត្តិបច្ចុប្បន្នមិនងាយបោះបង់តំណែងនេះទេបងត្រូវបង្ហាញថាបងស័ក្តិសមជាងគេសុភ័ក្រនឹកក្នុងចិត្តបងត្រូវមានយុទ្ធសាស្ត្រច្បាស់លាស់ហើយបងមិនត្រូវខិតខំតែម្នាក់ឯងទេសុភ័ក្រផ្ដល់យោបល់ល្អជាច្រើនដែលអាចជួយវីរៈឈ្នះក្នុងការប្រកួតប្រជែងនេះការឲ្យអភ័យឯកសិទ្ធិរបស់ម្ដាយផ្ទះសុភ័ក្រម្ដាយអង្គុយស្ងៀមស្ងាត់ចុះគេវីរៈនឹងអាចធ្វើបានពិតមែនឬសមាជិកក្នុងគ្រួសារសុភ័ក្រស្រឡាញ់គេណាស់ប្រសិនបើវីរៈអាចបំពេញសន្យារបស់គេបានមិនខុសអីដែលនាងបានជ្រើសរើសនោះទេម្ដាយអីចឹងយើងចាំមើលទេយើងមិនទាន់ទៅណាទៅណីណាតើវីរៈអាចឈ្នះការប្រកួតប្រជែងនេះបានឬតើម្ដាយសុភ័ក្រនឹងទទួលយកគាត់ដោយចិត្តពិតដែរឬទេបើចង់ជ្រាបច្បាស់ស្នេហាវាងអ្នកទាំងពីរនឹងទៅជាយ៉ាងណាសូមតាមដានភាគទី9ដែលជាភាគបន្តសូមអរគុណ